បងប្អូនជាងនេះជាវីដេអូខ្ញុំចង់បង្ហាញពីការរឹតខ្ចៅមិនជាប់ឬក៏របូតខ្ចៅស្ទះប្រាង្គបាទអានេះវាវីទៅក្រោយឥឡូវយើងធ្វើការរ៉ូលវាដើម្បីពុតវាឲ្យទៅមុខវិញបាទដើម្បីតម្រូវនឹងទាញប្រាង្គបាទបងប្អូនដាក់ទាញប្រាង្គមកបោះវាស៊ីនគឺវាវែងទៅក្រោយវិញហើយធ្វើឲ្យយើងដាក់ស្បែកប្រាង្គដាក់បន្តិចអស់បាទយើងរឹតខ្ចៅខ្លាំងពេកអត់ដល់បាទអានេះយើងយកទាញប្រាង្គ03មួយមកបាទហើយយើងកាត់វាខាងមុខយើងដាក់វាទៅក្រោយវិញដើម្បីតម្រូវនឹងរសើតាក់ជាមួយសាក់ស៊ីវាបាទអានេះវីដេអូនេះខ្ញុំចង់បង្ហាញពីការរ៉ូលពុតឆ្និនប្រាង្គបាទកន្លែងដាក់ប្រាង្គវាទាញប្រាង្គវាឲ្យត្រូវនឹងស្តង់ដាររបស់វាបាទឥឡូវយើងធ្វើការរួចរាល់ហើយបាទនេះអេមតែម្ដងបាទអានេះវាស្មើនឹងកន្ទុយត្រីហើយនឹងទាញប្រាង្គស្មើគ្នាហើយអានេះយើងរ៉ូលទៅមុខហើយបាទនេះអេមតែម្ដងយើងជឿនមកស៊ីពពបាទអរគុណច្រើនបងប្អូនជួយ share វីដេអូ